ជំរាបសួរប្រិមិត្តវិលត្រឡប់មកកាន់វីដេអូថ្មីរបស់ខ្ញុំម្ដងទៀតថ្ងៃនេះខ្ញុំមានវីដេអូដើម្បីមកអាប់ដេតជូនប្រិយមិត្តជាបន្តទៀតហើយបន្ទាប់ពីអវត្តមានច្រើនថ្ងៃខ្លាំងមែនតើទងជាជិតមួយសប្តាហ៍ហើយដែលខ្ញុំអត់មានវីដេអូថ្មីចែកជូនប្រិយមិត្តនៅក្នុង YouTube តែតើជាមួយនឹងបញ្ហាអវត្តមានគឺបងប្អូនប្រហែលជាដឹងហើយគឺដោយសារតែខ្ញុំជាប់ប្រចាំការនៅពេទ្យដោយសារកូនខ្ញុំគាត់មានជំងឺអញ្ចឹងទៅតែនឹងបានត្រឡប់មកវិញតែប៉ុណ្ណោះហើយអូខេថ្ងៃនេះគឺមកអាប់ដេតព័ត៌មានក្តៅល្អខ្លាំងមែនទែនទីបំផុតកាឡូសបេលេបាសឹងថា here we go ជាមួយនឹងក្រុម Manchester United យើងហើយបន្ទាប់ពីចំណាយពេលវេលាច្រើនខ្លាំងមែនទែនព្រោះថាកាឡូសបេលេបានេះយល់ព្រមមកចូលរួមជាមួយនឹងក្រុម Manchester United តាំងពីរដូវកាលមុនមកម៉េះក៏ប៉ុន្តែมันអាចជោគជ័យបានដោយសារតែបញ្ហាតម្លៃខ្លួនប្រិមិត្តមុននឹងដល់ព័ត៌មានពិស្ដាបងប្អូនអ្នកតបាន Subscribe Channel YouTube របស់ខ្ញុំសូមចុច Subscribe ម្នាក់មួយទៅនៅពេលដែលបាន 10k Subscriber នៅក្នុង YouTube មួយនេះខ្ញុំនឹងចែកឲ្យចំនួន10រង្វាន់សម្រាប់ប្រិយមិត្តទស្សនាវីដេអូរបស់ខ្ញុំបានច្រើនផងដែរបងប្អូនតាក់ទងជាមួយនឹងកាឡូបេលេបាកាលពីល្ងាចមិញគឺផ្ទុះខ្លាំងមែនទែននៅលើបណ្ដាញសង្គមគ្រប់បណ្ដាញសង្គមតែម្ដងមិនថា Facebook មិនថា Instagram មិនថា TikTok អីទៅនិយាយទៅផ្ទុះទាំងអស់តែម្ដងរឿងរ៉ាវរបស់កីឡាករកាឡូសបេលេបា coming soon នឹងតែម្ដងចិត្ត here we go ហើយបើតាមការបញ្ជាក់របស់សារព័ត៌មានជាច្រើនបាននិយាយថាកាឡូសបេលេបានេះកាន់តែចិត្តមកកាន់ក្រុម Manchester United ហើយដោយបានការចរចាឈានមកដល់ដំណាក់កាលចុងក្រោយហើយបន្ទាប់ពីក្លឹបទាំងពីរបានដាក់សំណើរួចរាល់និយាយគ្នារួចរាល់តែម្ដងគឺ Manchester United បានដាក់សំណើ65លានផោនក្នុងរយៈពេល24ម៉ោងចុងក្រោយនេះខាង Brighton នៅតែចង់បានតម្លៃខ្ពស់ជាងនឹងដដែលទេបងប្អូនយើងហើយរហូតមកដល់ពេលនេះមិនទាន់មានការព្រមព្រៀងពេញលេញពីក្លឹបទាំងពីរនៅឡើយក៏ប៉ុន្តែមានការចាប់អារម្មណ៍ជាលក្ខណៈវិជ្ជមានខ្លាំងពីភាគីក្រុម Manchester United ដែលអ្នកជិតស្និទ្ធនឹងការចរចាថាសំណើថ្មីដែលបន្ថែមតម្លៃបន្តិចទៀតអាចនឹងធ្វើឲ្យក្រុម Brighton យល់ព្រមជាមួយនឹងតម្លៃដែលក្រុម Manchester United បានស្នើផងដែរពីមុនយើងឃើញថា Manchester United ដាច់ខាតមិនចូលចរចាឥឡូវនេះមានសញ្ញាវិជ្ជមានហើយគឺ Manchester United ចូលតុចរចាជាមួយនឹងក្រុមថ្នាក់ដឹកនាំទីផ្សារដោះដូរកីឡាករក្រុម Brighton ហើយដែលគេរំពឹងថាបច្ចុប្បន្នឲ្យ60លានផោនបូកជាមួយនឹង add on 5លានផោនឬក៏និយាយតថ្លៃឡើងចុះតិចតួចទៀតអាចនឹងត្រូវរើគ្នាហើយបងប្អូនយើងកាឡូសបេលេបាបងប្អូនយើងដឹងហើយត្រូវបានគេរាយការណ៍ថាតែងតែចង់ផ្លាស់ប្ដូរមកកាន់ក្លឹប Manchester United ក្លឹបមួយនេះគឺជាក្លឹបក្នុងក្តីសម័យរបស់កីឡាករវ័យក្មេងសញ្ជាតិកាមេរូនរូបនេះផងដែរពួកគេបានបង្ហាញចំណាប់អារម្មណ៍ចង់ចូលរួមជាមួយនឹងក្រុម Manchester United តាំងពីរដូវកាលមុនដូចខ្ញុំជំរាបជូនប្រិយមិត្តចឹងគាត់បានបដិសេធក្លឹបច្រើនខ្លាំងមែនទែនកាលពីពេលថ្មីនេះហើយនៅតែជឿជាក់ថាការផ្ទេរមកកាន់ក្លឹប Manchester United នឹងកើតឡើងទោះបីជាមានបញ្ហារបួសដែលផ្លាស់ប្ដូរឲ្យមានអារម្មណ៍សង្ស័យពីក្លឹប Manchester United បច្ចុប្បន្នកាឡូសបេលេបាមានបញ្ហារបួសបន្តិចបន្តួចក៏ប៉ុន្តែបើតាមខ្ញុំ search នៅក្នុងបណ្ដាញសង្គមនានារបួសរបស់កីឡាករកាឡូសបេលេបាគឺมันមានបញ្ហាធំដុំទេបងប្អូនយើងតិចតួចទេអាចថាតិចតួចខ្លាំងមែនតើបងប្អូនយើងហើយអាចថានឹងចូលលេងវិញឆាប់ផងដែរបងប្អូនតាក់ទងជាមួយនឹងរឿងរ៉ាវកីឡាករកាឡូសបេលេបានេះខ្ញុំដូចជានិយាយច្រើនខ្លាំងមែនតែម្ដងនៅក្នុងបណ្ដាញសង្គមដូចជា Facebook ឬក៏ YouTube របស់ខ្ញុំតែងតែអាប់ដេតជារឿយៗតាំងពីរដូវកាលមុនឆ្នាំ2024-25មកដែល Manchester United ចាប់អារម្មណ៍នៅពេលដែលកាឡូសបេលេបាឡើងជើងខ្លាំងមែនតើនៅក្លឹប Brighton រហូតដល់បារាជ័យជាមួយនឹងក្លឹប Manchester United ដែលខាង Brighton ទាមទារដល់100លានរហូតដល់បច្ចុប្បន្នគឺតែងតែអាប់ដេតច្រើនស្ទីបំផុតគឺយើងលែងមានអីអាប់ដេតច្រើនហើយបន្ទាប់ពីចិត្ត here we go ជាមួយនឹងក្រុម Manchester United ទៅជាមួយនឹងកីឡាករកាឡូសបេលេបានេះអ្នកគ្រប់គ្រង Manchester United គឺសប្បាយចិត្តខ្លាំងមែនតើហើយអបអរសាទរខ្លាំងដោយសារតែចង្វាក់លេងនៅក្នុង English Premier League របស់កីឡាករសញ្ជាតិកាមេរូនរូបនេះអាចនិយាយបានថាគឺកីឡាករល្អមួយរូបនៅក្នុងកីឡាករល្អបច្ចុប្បន្នផងដែរបងប្អូន
ហើយទីសោតខ្ញុំក៏សប្បាយចិត្តដែរខ្ញុំក៏ពេញចិត្តជាមួយនឹងកីឡាករវ័យក្មេងរូបនេះដែរនិយាយទៅការពារបាតកីឡាករនេះគឺស័ក្តិសមជាមួយនឹងក្លឹប Manchester United ខ្លាំងមែនទែនបច្ចុប្បន្នការពារបាតរបស់យើងក៏រៀងស្ទើរដែរយើងដឹងហើយ Mainu វាមិនមែនជាកីឡាករដែលការពារបាតល្អទេ Mainu នេះទំនងជាកីឡាករអាចថាបម្រើការពារដែរអាចថាមិនសូវជារឹងមាំខាងក្រោមទេអាចនឹងឡើងមកលេងតំបន់ខាងលើច្រើនជាងហើយបច្ចុប្បន្នយើងសង្ឃឹមលើ Andre Santos ហើយ Andre Santos នេះក៏ម្នាក់ឯងក៏មិនអាចជួយក្នុងតំបន់ហ្នឹងដែរ Yuri Tielemans សពទៅបើសិនជាមានបញ្ហារបួសឬក៏អាចថា stand by គ្នាជាមួយនឹងកីឡាករ Bruno អីចឹងទៅហើយយើងត្រូវការកីឡាករ Bellingham នេះម្នាក់នេះគឺកក់ក្ដៅច្រើនជាងមុនខ្លាំងមែនតើនៅក្នុងតំបន់បម្រើការពារ Manchester United បច្ចុប្បន្នចុះហត្ថលេខាលើកីឡាករខ្សែបម្រើការពារដល់ទៅ3រូបហើយបងប្អូនយើង Yuri Tielemans, Andre Santos ក៏ដូចជា Carlos Baleba ផងដែរតម្លៃខ្លួនពិតជាល្អខ្លាំងមែនតើអាចនិយាយបានថាគឺជាការទិញកីឡាករដ៏ឆ្លាតវៃខ្លាំងមែនទែនពីសំណាក់ក្រុមការងារលោក Sir Jim Ratcliffe ខ្ញុំ deal ក្រុមការងារលោក Sir Jim Ratcliffe ថ្ងៃមុនថាទិញបានកីឡាករពី3រូបវាលែងទិញកីឡាករថ្មីមកបង្រឹងក្រុមខ្ញុំនិយាយបានតែប្រហែលថ្ងៃទេមានព័ត៌មានផ្ទុះតាក់ទងជាមួយនឹងក្លឹប Bellingham ខ្ញុំសង្ឃឹមថាក្រុមការងារលោក Sir Jim មិនទាន់បោះបង់តម្រូវការកីឡាករថ្មីទៅចោះយើងត្រូវការកីឡាករថ្មីមកបំពេញចន្លោះប្រហោងច្រើនខ្លាំងមែនតើដើម្បីត្រៀមប្រកួតប្រជែងនៅរដូវកាលក្រោយក្រុមគេដែលមានចំណាប់ថ្នាក់ល្អក្រុមគេដែលមានពៀនហើយស្រាប់គេនៅតែដុតដៃដុតជើងដើម្បីយកកីឡាករថ្មីមកបង្រឹងក្រុមបន្ថែមក្រុមរបស់យើងមិនទាន់បានជោគជ័យនៅឡើយទើបតែដើរមួយជំហានចូលនៅក្នុងពៀនអឺរ៉ុបបើយើងមិនពង្រឹងក្រុមទេសួរថាយើងមានកាឡូអីយើងមានអាវុធអីទៅប្រកួតប្រជែងជាមួយនឹងក្រុមធំៗទាំងអស់នោះ Manchester United បន្ទាប់ពីកាឡូស Baleba ខ្ញុំឃើញព័ត៌មានច្រើនដែរខ្ញុំអាចនិយាយបានថាក្រុមការងារលោក Sir Jim មិនទាន់បោះបង់មហិច្ឆតាយកកីឡាករថ្មីទេនឹងយកកីឡាករក្នុងតំបន់ខ្សែការពារស្លាប់ឆ្វេងម្នាក់ទៀតនិងគោលដៅមួយទៀតចុងក្រោយគឺខ្សែប្រយុទ្ធដើម្បី stand by ជាមួយនឹងកីឡាករ Benjamin Sesko បច្ចុប្បន្នកីឡាករខ្សែការពារស្លាប់ឆ្វេងរបស់ក្រុម Manchester United ដូចពិការអញ្ចឹងបងប្អូនយើងអត់និយាយទម្លាក់កំហុសជាមួយនឹងកីឡាករលោកសទេលោកសបច្ចុប្បន្នគឺជាកីឡាករដែលអាចនិយាយបានថាជា legend របស់ក្រុម Manchester មួយរូបហើយក៏ប៉ុន្តែយើងមិនអាចដំណើរការទៅមុខទៀតជាមួយនឹងកីឡាករដែលมันមានភាពអាប់ដេតมันមានភាពបត់បែនគ្រប់គ្រាន់ទៀតទេកីឡាករលោកសបច្ចុប្បន្នគឺជាកីឡាករដែលរៀងចំណាស់ហើយកាយសម្បទារបស់គាត់ក៏មិនដូចមុនដែរបន្ទាប់ពីញោមញីរសាររបួសធ្លាប់បាក់ជើងផងធ្លាប់បញ្ហារបួសសឹងតែមួយរដូវកាលផងហើយធ្លាប់មានបញ្ហាជាច្រើនទាក់ទងជាមួយនឹងរបួសផងដែរបច្ចុប្បន្នលោកសគឺជាកីឡាករដែលមិនអាចញាក់បានអូសបានក្រោះបានដោយកាលពីមុនទេទទួលស្គាល់គាត់អាចធ្វើខ្សែការពារបានតែគាត់មិនអាច counter attack នៅក្នុងតំបន់ស្លាប់ឆ្វេងបានទេរត់ក៏មិនកើតដូចមុនអោសបាល់ដាច់មួយស្មើញាក់អីឬក៏អីគឺมันមានភាពឆ្លាតវៃมันមានភាពបត់បែនទេរាងកាយរបស់គាត់លែងធ្វើបានដោយកាលពីមុនហើយភាគច្រើនគឺគាត់ back pass បោះបាល់មកក្រោយច្រើនខ្លាំងមែនទែនវាធ្វើឲ្យមានការរំខានពីចង្វាក់លេងរបស់ក្រុមផងដែរហើយក៏រំខានពីការមើលរបស់យើងទាំងអស់គ្នាឲ្យតែបានបាល់មកបោះទៅក្រោយឲ្យតែបាល់មកបោះទៅក្រោយវាធ្វើឲ្យយើងពុលខ្លាំងមែនទែននៅក្នុងការលេងរបស់កីឡាករលោកសបច្ចុប្បន្នកីឡាករដែលកំពុងតែចចាំអារម្មណ៍យើងឃើញមាន Lewis Hall ហ្នឹងក៏មិនទាន់បញ្ចប់ថា Manchester United ដើរចេញណាបងប្អូនយើងអត់ទាន់ដើរចេញទេឲ្យ Lewis Hall នេះនៅតែដាក់សំណើទៅខាងក្លឹបសារិកាព្រៃ Newcastle នៅឡើយដើម្បីទេមកកាន់ក្លឹប Manchester United Lewis Hall ចង់មកខ្លាំងមែនតើបច្ចុប្បន្ននេះរំអុកក្រុម Newcastle ដដែលខ្លាំងមែនតើដូចខ្ញុំនិយាយមិញចឹង Manchester United អត់ទាន់បោះបង់កីឡាករ Lewis Hall នោះទេយើងធ្លាប់ឃើញហើយ Manchester United ធ្លាប់ submit លើកដំបូង40លានផោនសម្រាប់តម្លៃខ្លួនរបស់កីឡាករ Lewis Hall បន្ទាប់មកទៀតដូចជាឡើងដល់50ដល់60លានផោនឯណោះ Newcastle ទៅពេលដែលលក់បានកីឡាករថ្លៃពួកគេក៏មិនទាន់បង្ហាញចំណាប់អារម្មណ៍ចង់លក់កីឡាករបន្ថែមទៀតដែរ
Man U ទោះបីជាស្ងាត់មែនខ្ញុំជឿជាក់ថាមិនស្ងៀមទេពួកគេនឹងធ្វើការងារជាមួយនឹងខ្សែការពារស្លាប់ឆ្វេងបើមិនបានកីឡាករ Louis Hall ទេ Man U នៅទៅមើលសម្លឹងរបស់កីឡាករសញ្ជាតិអេស្ប៉ាញមួយរូបគឺកីឡាករ Jorge Solana អាយុ19ឆ្នាំរបស់ក្រុម Racing Santander ផងដែរកីឡាកររូបនេះតម្លៃខ្ទង់ជា16លានអឺរ៉ូតែប៉ុណ្ណោះតែប្រហាក់ប្រហែលជាមួយនឹង10លានផោនជាងបន្តិចទេ10លានជាងបន្តិចទេហើយកីឡាកររូបនេះគេជឿជាក់ថាមិនអន់ជាងកីឡាករ Louis Hall ប្រហែលទេជាមួយនឹងកាយសម្បទាក៏ដូចជាចង្វាក់លេងរបស់កីឡាកររូបនេះផងដែរមួយទៀតគឺកីឡាករសញ្ជាតិអាមេរិកកាំងបងប្អូនយើងស្គាល់ហើយគឺកីឡាករ Anthony Robinson របស់ក្លឹប Fulham តម្លៃរបស់គេខ្ទង់ជា20លានផោនស្ដើងអីទេហើយ Manchester United ក៏ដាក់ការចាប់អារម្មណ៍ទៅលើកីឡាករសញ្ជាតិអាមេរិកកាំងរូបហ្នឹងដូចគ្នាជាមួយនឹងបទពិសោធន៍ដ៏ល្អនៅក្លឹប West Ham ក៏ដូចជានៅក្នុង English Premier League ស្រាប់ផងដែរមួយទៀតបងប្អូនយើងគឺកីឡាករដាច់ជាតិអាល្លឺម៉ង់ដែលបច្ចុប្បន្នប្រកបអាជីពនៅ RB Leipzig អាយុ28ឆ្នាំ David Ram ក៏ជាកីឡាករដែលក្រុម Manchester United ចាប់អារម្មណ៍មកចង់ផ្ទេរមកកាន់ក្លឹប Man U នៅរដូវកាលក្រោយផងដែរ David Ram នេះក៏តម្លៃសមរម្យដែរបងប្អូនយើងជាពិសេសតម្លៃពលកម្មរបស់គាត់ប្រាក់អាទិត្យរបស់គាត់ក៏មិនសូវជាថ្លៃដែរហើយឮថាកីឡាករនេះចង់មកចូលរួមជាមួយនឹងក្លឹប Manchester United ដូចគ្នាអញ្ចឹង Man U នៅមានការងារច្រើនបន្ទាប់ពី Carlos Baleba ខ្ញុំជឿជាក់ថានឹងមានខ្សែការពារស្លាប់ឆ្វេងមួយរូបដើម្បីមកអាប់ដេតនៅក្នុងតំបន់ខ្សែការពារស្លាប់ឆ្វេងផងដែរអត់មានការពារថ្មីគឺចប់ហើយជាមួយនឹងទម្រង់លេងរបស់កីឡាករក្រុម Manchester United បច្ចុប្បន្នប៉ះជាមួយនឹងក្រុម AC Milan ថ្ងៃមុន AC មកតែខាងនឹងទេបងប្អូនយើងមកតែតំបន់កីឡាករលោកសនឹងតែម្ដងអត់មានកីឡាករណាបិទទេអស់មកក្រោះមកអស់មកក្រោះមកធ្វើឲ្យយើងឃើញពីចន្លោះប្រហោងនឹងច្បាស់ខ្លាំងមែនតើហើយយើងអាចនិយាយបានថាក្នុងនាមជាអ្នកមើលបាល់គ្មានអ្នកណាมันអាចមើលឃើញពីចន្លោះប្រហោងដល់កំសត់កម្ររបស់ក្រុម Manchester ក្នុងតំបន់ខ្សែការពារស្លាប់ឆ្វេងនេះអូខេខ្ញុំក៏សង្ឃឹមថាបានម្នាក់ទៀតតែខ្ញុំនិយាយដល់ណាខ្ញុំនៅតែសង្ឃឹមថា Man U នឹងធ្វើការមួយហ្នឹងអូខេបងប្អូនយើងចាំតាមបានទាំងអស់គ្នាបើសិនជា Manchester United យក Carlos Baleba យកខ្សែការពារស្លាប់ឆ្វេងបានមួយរូបទៀតខ្ញុំនឹងលើកតែអរគុណលោក Sir Jim Ratcliffe ក៏ដូចក្រុមការងារក្រុម Manchester United ផងដែរខ្ញុំពិតជារងចាំថ្ងៃហ្នឹងខ្លាំងមែនទែនហើយដូចជាប្រហែលថ្ងៃទៀតចុងសប្តាហ៍នេះក្រុម Manchester United យើងបង្កើតនឹងត្រូវប្រកួតជាផ្លូវការនៅក្នុងពាន English Premier League ប្រកួតទី1សម្រាប់រដូវកាលឆ្នាំ2026-27ហើយយើងប៉ះជាមួយនឹង Hull យើងសង្ឃឹមថាយើងអាចនឹងធ្វើបានល្អជាមួយនឹងក្រុម Hull ផងដែរខ្ញុំនឹងធ្វើវីដេអូប្រវត្តិការប្រកួតរបស់ក្រុមទាំងពីរនៅវីដេអូបន្ទាប់សម្រាប់ប្រិយមិត្តផងដែរបងប្អូនយើងអរគុណច្រើនតែចំណាយពេលវេលាទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមដល់ចប់វីដេអូមួយនេះគឺអត់បានព្រៀងទុកទេបងប្អូនយើងទើបតែមកដល់ផ្ទះហើយក៏យើងឃើញព័ត៌មានតាក់ទងជាមួយនឹង Carlos Baleba ក៏ខ្ញុំយកមកអាប់ដេតជូនប្រិយមិត្តសម្ដាប់កំសាន្តអញ្ចឹងទៅហើយក៏ claim ជាមួយនឹងតំបន់ខ្សែការពារបន្តិចបន្តួចអញ្ចឹងទៅដូចជំរាបខ្ញុំបងប្អូនដូចខ្ញុំជំរាបជូនប្រិយមិត្តអញ្ចឹងវីដេអូនេះគឺខ្ញុំបានព្រៀងទុកអីអញ្ចឹងរៀងវាអត់អរ៉ាតិចអរគុណច្រើនដែលចំណាយពេលវេលាទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមដល់ចប់អរគុណច្រើនសូមជម្រាបលាបងប្អូនយើង